ក្នុងគ្រាដែលប្រទេសយើងកំពុងតែមានការបន្ទុះសារាយនៅតាមបន្ទាត់ព្រំដែនក្រុមហ៊ុន OMA Cambodia ផ្នែកគ្រឿងយន្តកសិកម្មសូមផ្ញើនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនភៀសសិតដែលប្រឈមនឹងការលំបាកពីការបាត់បង់ផ្ទះសម្បែងនិងភៀសខ្លួនដោយបង្ខំចិត្តដើម្បីស្វែងរកកន្លែងសុវត្ថិភាពស្ថិតក្នុងស្ថានភាពដ៏លំបាកនេះអ្វីដែលយើងប្រកាន់ភ្ជាប់នោះគឺស្មារតីសាមគ្គីភាពជាធ្លុងមួយដូច្នេះសូមបងប្អូនថែរក្សាសុខភាពនិងអនាម័យមួយចំនួនសូមលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ឬក៏ផេះមុនពេលបរិភោគអាហារឬក៏ក្រោយបន្ទោបងរួចរួមគ្នាថែរក្សាបរិស្ថានជុំវិញកន្លែងស្នាក់នៅឲ្យមានអនាម័យដើម្បីសុខុមាលភាពក្មេងៗនិងមនុស្សចាស់ស្ដាប់ការណែនាំរបស់គ្រូពេទ្យនិងអាជ្ញាធរពាក់ព័ន្ធដើម្បីទទួលព័ត៌មានពិតនិងច្បាស់លាស់ជាចុងក្រោយខ្ញុំសូមជូនពរបងប្អូនទាំងអស់សូមឲ្យមានសុខភាពល្អនិងសុវត្ថិភាពនិងឆាប់បានត្រឡប់ទៅផ្ទះដើម្បីប្រកបរបរចិញ្ចឹមជីវិតធម្មតាវិញសូមអរគុណ